សួស្តីប្រិមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់វិលជួបជាមួយខ្ញុំបាទ Admin កុសលសាជាថ្មីម្ដងទៀតយប់នេះការប្រកួតនៅលីកកម្ពុជារបស់អ៊ីតាលីបាទសប្តាហ៍ទី34យើងមានជំនួបរវាងក្រុម Genoa បាទជាមួយនឹងក្រុមឡើងមកថ្មី Como ក្រុម Torino ស្វាគមន៍ក្រុមខ្លាំង Inter Milan គណៈដែលគូឯកពិសេសយើងគឺក្រុម AC Milan ទទួលក្រុម Shef បង្កង Juventus តើនរណាខ្លះអាចទទួលបាន3បន្ទុកក្នុងសប្តាហ៍ទី34នេះតោះទៅតាមដានការវិភាគជាមួយនឹងខ្ញុំបាទទាំងអស់គ្នាគូទី1ការប្រកួតរវាងក្រុមម្ចាស់ផ្ទះបាជីណូអាបច្ចុប្បន្នលេខ13ទទួលក្រុមកូម៉ូកំពុងតែឡើងជើងខ្លាំងបច្ចុប្បន្នបាទឈរលេខរៀងទី5ក្រុមទាំងពីរធ្លាប់ប៉ះគ្នាចំនួន5ប្រកួតគឺស្មើរហូតដល់4ប្រកួតទៅហើយចំណែកកូម៉ូឈ្នះបាន1ប្រកួតការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះបាជីណូអាបាទគឺបានយកឈ្នះបាទទៅលើរបស់ក្រុមពីហ្សា1-2ចំណែកក្រុមកូម៉ូវិញគឺទ្រង់បរាជ័យបាទក្រុមថ្មីជើងខ្លាំងបាទគឺ Inter Milan 2-3បាទតាមការវិភាគរបស់ Admin ក្រុមទាំងពីរពិតជាមិនមានគ្រាប់បាល់លើសពី3គ្រាប់នោះទេជំរឿនល្អបំផុតគឺលេង under តែម្ដងបងប្អូនចំណែកគូទី2ការប្រកួតរវាងក្រុម Torino ទទួលក្រុមជើងខ្លាំង Inter Milan បច្ចុប្បន្ន Inter Milan បានឈរលើកំពូលតារាងបាទគឺផ្លាយពិន្ទុលេខ2រហូតដល់9បន្ទុកខណៈដែលក្រុម Torino ឈរលេខរៀងទី12ការប្រកួតចុងក្រោយដែលធ្លាប់ប៉ះគ្នា5ប្រកួតគឺក្រុម Torino មិនដែលឈ្នះទៅលើ Inter Milan នោះទេបាទព្រោះ Inter Milan យើងដឹងហើយជាក្រុមខ្លាំងនៅក្របខ័ណ្ឌអ៊ីតាលី Serie Aការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ Torino បានត្រឹមស្មើជាមួយនឹងក្រុមម្នេះបាទ0-0ចំណែក Inter Milan ក៏ចូលឈ្នះទៅលើក្រុម Como 3-2សម្រាប់គូទី2នេះដែរបើតាមការវិភាគរបស់ Admin ក្រុម Inter Milan នឹងទទួលបាន3បន្ទុកបន្ថែមសម្រាប់លទ្ធផលគ្រាប់បាល់ Inter Milan 3ក្រុមម្ចាស់ផ្ទះ Torino 1ចំណែកគូពិសេសវិញការប្រកួតរវាងក្រុម AC Milan ទទួលក្រុម Shef បង្កង Juventusបច្ចុប្បន្នមកក្រុមទាំងពីរកំពុងតែប្រជែងកៅអីដើម្បីលេងនៅ Champions League ឆ្នាំក្រោយ Juventus បានលេខ4បាទខណៈដែលក្រុមម្ចាស់ផ្ទះ AC Milan បានលេខ3បាទក្រុមទាំងពីរបាទធ្លាប់ប៉ះគ្នាបាទ5ប្រកួតចុងក្រោយនេះបាទគឺថាស្មើគ្នារហូតដល់3ប្រកួតហើយខណៈដែលក្រុម AC Milan បាទឈ្នះ1ប្រកួតនិង Juventus ឈ្នះ1ប្រកួតការប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះ AC Milan មកគឺឈ្នះទៅលើក្រុម Verona 1-0 នៅក្រៅទឹកដីចំណែកក្រុម Shef បង្កង Juventus ក៏បានឈ្នះ2-0ផងដែរទៅលើក្រុម Bologna ក្នុងទឹកដីរបស់ខ្លួននេះបើតាមការពិភាក្សារបស់ Admin សម្រាប់គូទី3នេះអាចនឹងមានគ្រាប់បាល់លើសពី3គ្រាប់ចំណុចល្អបំផុតបងប្អូនអាចលេង over បាននេះគ្រាន់តែជាការពិភាក្សារបស់ Admin តែប៉ុណ្ណោះបងប្អូនយល់ណាកុំភ្លេចចូល comment ចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ